ជាវិសុខមកបងប្អូនទាំងអស់នេះជាពិសេសតកតងជាមួយនឹងបេក្ខភាពដែលកំពុងតែស្នើសុំសិទ្ធិនៅសហរដ្ឋអាមេរិកហើយនឹងអ្នកដែលកំពុងតែពិចារណាក្នុងការដាក់ពាក្យស្នើសុំទៅនៅក្នុងថ្ងៃនេះខ្ញុំចង់ចេញវីដេអូជជែកតកតងជាមួយរឿងការអតីតកាលរបស់សហរដ្ឋអាមេរិកព្រោះមកដល់ពេលបច្ចុប្បន្នខ្ញុំនៅតែទទួលបានតកតងជាមួយសំណួរគឺជាការព្រួយបារម្ភរបស់បេក្ខភាពជាពិសេសគឺអ្នកថ្មីតែម្ដងគាត់គឺមានការព្រួយបារម្ភភ័យខ្លាចថាតើពួកគាត់គួរតែចាប់ផ្ដើមរៀបចំ application អំឡុងពេលដែលគេ suspend ហ្នឹងឬក៏បិទបញ្ចប់ចឹងទៅតែពួកគាត់ពិតជាចង់ទៅរស់នៅអាមេរិកមែនអញ្ចឹងសម្រាប់នៅក្នុងវីដេអូនេះនៅដែលទាំងអ្នកចាស់ទាំងអ្នកថ្មីគឺគាត់អាចមើលវីដេអូនឹងរហូតដល់ចប់បានយើងនឹងជជែកតកតងជាមួយនឹងចំណុចសំខាន់តកតងជាមួយនឹងការ suspend ទៅលើ visa ហ្នឹងហើយសម្រាប់អ្នកថ្មីគាត់អាចយកពិចារណាបានថាតើគាត់គួរតែ start អំឡុងពេលហ្នឹងឬក៏គាត់រងចាំសិនចង់បញ្ជាក់បន្តិចដែរដោយសារតែមួយរយៈធំហ្នឹងគឺខាងខ្ញុំរៀងស្កាត់មិនសូវបានធ្វើវីដេអូតកតងជាមួយរឿងកម្មវិធីប្រហែលទេព្រោះយើងមិនមានយ៉ាងខ្លាំងជាពិសេសគឺតកតងជាមួយរឿងឯកសារបបែកភាពតែម្ដងដោយសារតែខាងខ្ញុំគឺជាក្រុមការងារជំនាញពួកខ្ញុំគឺយើងផ្ដោតសំខាន់មែនទែនតកតងជាមួយរឿង application អញ្ចឹងហើយយើងអត់សូវមានពេលគ្រប់គ្រាន់ក្នុងការធ្វើវីដេអូតកតងជាមួយរឿងការអតីតលើ immigration ឬក៏កម្មវិធីទេដោយសារតែមួយរយៈក្រោយនេះគឺយើងមានបេក្ខភាពច្រើនគ្រួសារទៅក្រសួងការងារផងទៅស្ថាប័នតោឲ្យផងដូចជាស្ដែងនៅខែ12 2025ហើយនៅខែ1 2026នេះគឺយើងមានបេក្ខភាពចេញពីស្ថាប័នតោនេះច្រើនដែលយើងត្រូវចាត់ចែងកិច្ចការងារពួកគាត់ទៅដំណាក់កាលចុងក្រោយទៅ NVC អញ្ចឹងហើយយើងអត់សូវមានពេលច្រើនប៉ុន្តែដោយសារតែយើងមានសំណួរទាក់ទងជាមួយរឿង suspend នឹងច្រើនដដែលមកដល់ឥឡូវនេះអញ្ចឹងខ្ញុំចង់ចេញវីដេអូដើម្បីឲ្យពួកគាត់បានយល់ឲ្យបានច្បាស់ហើយគាត់អាចសម្រេចក៏ដូចជាកាត់បន្ថយការព្រួយបារម្ភរបស់ពួកគាត់បាននៅក្នុងវីដេអូនេះយើងនឹងមិនជជែកអីច្រើនទេយើងផ្ដោតទៅលើចំណុចសំខាន់4តែម្ដងគឺទី1តកតងជាមួយនឹងអត្ថន័យនៃ visa suspension ហ្នឹងហើយទី2តកតងជាមួយនឹង EB3 process ហើយនឹងទី3គឺតកតងទៅនឹងផ្នែកណាមួយដែលប៉ះពាល់ពីការអតីតកាលហ្នឹងហើយទី4តកតងជាមួយនឹងការត្រៀមខ្លួន well prepare ហ្នឹងអញ្ចឹងយើងមាន4ចំណុចហ្នឹងក្នុងការជជែកនៅក្នុងវីដេអូហ្នឹងអញ្ចឹងសម្រាប់ក្នុងករណីបេក្ខភាពគាត់មានសំណួរបន្ថែមឬក៏អ្នកដែលចង់ទៅអាមេរិកមានការព្រួយបារម្ភឬក៏ចំណុចណាដែលតច្បាស់ទេអាចទៅជាមួយខាងខ្ញុំបានទី1តកតងជាមួយនឹង visa suspension តកតងជាមួយនឹងការក្នុងការជិះទៅការរបស់សហរដ្ឋអាមេរិកតកតងជាមួយចំណុចហ្នឹងមានបេក្ខភាពក៏ដូចជាបងប្អូនខ្មែរយើងមួយចំនួនគាត់មានការជជែកវែងញែកគ្នាច្រើនហើយអ្នកខ្លះក៏មានការលើកឡើងថានៅអាមេរិកគេបិទហើយយើងលែងស្នើសុំទៅរស់នៅអាមេរិកហើយអ្នកខ្លះក៏ថាឥឡូវនេះគឺវាតាំងវាប្រឈមហានិភ័យខ្ពស់អ្នកដាក់ទៅអាចប្រឈមបរាជ័យយ៉ាងទៅអញ្ចឹងចំណុចទាំងអស់ហ្នឹងខ្ញុំចង់បញ្ជាក់តកតងជាមួយនឹងការអតីតកាលហ្នឹងឲ្យបានច្បាស់ហើយអ្នកទាំងនេះអាចយកទៅសិក្សាឬក៏ពិចារណាបន្ថែមទៀតបានតកតងជាមួយនឹងការអតីតកាលនេះវាមានមូលហេតុរបស់គេដោយសារតែរដ្ឋបាលអាមេរិកជាពិសេសគឺ Donald Trump តែម្ដងគឺគាត់ផ្ដោតសំខាន់តកតងជាមួយនឹង social welfare ព្រោះគាត់ចោទប្រកាន់តកតងជាមួយនឹងអ្នកដែលរស់នៅអាមេរិកហ្នឹងគឺពីច្រើនគឺពឹងផ្អែកទៅលើគេហៅថាជំនួយរបស់រដ្ឋាភិបាលតែម្ដងអញ្ចឹងហើយគឺគេអត់ចង់ឲ្យអ្នកដែលមករស់នៅហ្នឹងគឺពឹងផ្អែកទៅរដ្ឋាភិបាលគេទេគឺចង់ឲ្យអ្នកដែលមកមួយហ្នឹងគឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មកមានលទ្ធភាពអាចធ្វើការងាររកចំណូលចិញ្ចឹមជីវិតចិញ្ចឹមគ្រួសាររបស់ខ្លួនឯងបានមិនមែនមកនេះពឹងផ្អែកទៅលើតែគេថាផលប្រយោជន៍របស់សហរដ្ឋអាមេរិកទេនេះគឺជាទិសដៅសំខាន់ដែលរដ្ឋាភិបាលគេចង់ធ្វើហើយការដែលផ្អាកនេះគាត់តែអនុវត្តដូចជាការវិតម្លៃឡើងវិញទៅលើការផ្ដល់ទិដ្ឋាការមួយគឺត្រូវតែច្បាស់ថាអ្នកដែលមកហ្នឹងគឺមានលក្ខណៈសម្បត្តិពេញលេញមិនមែនមកដើម្បីបើកជញ្ជក់ញើសឈាមរបស់សហអាមេរិកទេគឺមកគឺពួកគាត់អាចមានលទ្ធភាពក្នុងការរស់រាននៅខ្លួនឯងបាននេះជាអីដែលគោលដៅរដ្ឋាភិបាលអាមេរិកក្នុងការផ្អាកទិដ្ឋាការមិនមែនការបិទទិដ្ឋាការចំពោះប្រទេសក្នុង75ដែលយើងមានខ្មែរនឹងដែរទេទី2តកតងជាមួយរឿង EB3 process ចំណុចនេះសំខាន់មែនទែនសម្រាប់អ្នកដែលគាត់ចង់ទៅរស់នៅអាមេរិកតាមកម្មវិធី EB3 ឬក៏អ្នកដែលកំពុងតែសាងសង់ហើយយើងត្រូវតែច្បាស់តកតងជាមួយនឹងដំណើរការឬក៏ process របស់កម្មវិធីហ្នឹងអញ្ចឹងសម្រាប់ process ឬក៏ដំណើរការនៃកម្មវិធី EB3 យើងមាន3ដំណាក់កាលសំខាន់ឬក៏3ស្ថាប័នធំដែលយើងត្រូវឆ្លងកាត់ដែលយើងមានទី1គឺក្រសួងការងារអាមេរិកអញ្ចឹងមុននឹងឈានដល់អាចរៀបចំឯកសារទៅក្រសួងការងារអាមេរិកបានគឺយើងត្រូវមាននយោជកដែលមានលក្ខខណ្ឌពេញលេញក្នុងការធានាយើងផ្ដល់ការងារឬក៏តែ job offer មកយើងជាលក្ខណៈ full time job ជា permanent job ហ្នឹងហើយបន្តមករៀបចំឯកសារទៅក្រសួងការងារ
ពីពេលដែលយើងចាំឯកសារទៅក្រសួងការងាររហូតដល់ទូបានការដំណត់វាស៊ីពេលខ្ទង់6 10ខែវាជាង1ឆ្នាំដែរនៅស្ថាប័នធំទី1ហ្នឹងទើបអាចបន្តដំណើរការធំទី2បានគឺជាស្ថាប័នតាវ៉េនៅស្ថាប័នតាវ៉េនេះយើងពេញអាយ140ហ្នឹងដែលនៅស្ថាប័នតាវ៉េសម្រាប់ការស្នើសុំយើងមាន2ជម្រើសមានជា normal process និង premium process ហើយសម្រាប់អ្នកដែលគាត់ស្នើសុំជា normal process ការរងចាំវាចន្លោះខ្ទង់1ឆ្នាំហើយសម្រាប់អ្នកដែលគាត់ស្នើសុំជា premium process ការរងចាំតែ2សប្តាហ៍ទេហើយបន្តមកគាត់អាចបន្តដំណាក់កាលធំទី3បានគឺមជ្ឈមណ្ឌលទិដ្ឋាការជាតិអាមេរិកនៅដំណាក់កាលទី3នេះបើយើងគិតពីពេលវេលានៃការរៀបចំឯកសាររហូតដល់ទទួលបានការណាត់សម្ភារយើងទៅរងចាំយ៉ាងហោចក៏ចន្លោះ1ឆ្នាំកន្លះទៅ2ឆ្នាំឬក៏អាចលើនឹងដែរអាស្រ័យទៅលើ visa bulletin ដើរដល់ការបរិច្ឆេទរបស់យើងហើយឬនៅអញ្ចឹងសម្រាប់កិច្ចការងារឬក៏បេក្ខភាពដែលស្នើសុំទៅអាមេរិកតាមកម្មវិធី EB Suite គឺគាត់អាចយល់ដឹងហើយតើតើជាមួយនឹងការផ្ទៀងផ្ទាត់ visa bulletin ជាមួយនឹង priority របស់គាត់គាត់ថា PD ហ្នឹងអញ្ចឹងនៅពេលដែល visa bulletin ដើរដល់ការបរិច្ឆេទរបស់គាត់គឺគាត់នឹងទទួលបានការណាត់សម្ភារហើយដំណើរការឬក៏ process របស់ EB Suite យើងមាន3សំខាន់3ស្ថាប័នធំៗហ្នឹងដែលយើងត្រូវឆ្លងកាត់ឥឡូវយើងកន្លែងមើលទៅជាមួយនឹងចំណុចទី3ថាតើផ្នែកណាមួយដែលរងផលប៉ះពាល់ទាក់ទងជាមួយនឹងការអតិថិការហើយនឹងផ្នែកណាដែលមិនរងផលប៉ះពាល់ហើយគាត់អាចដំណើរការបានធម្មតាអញ្ចឹងទាក់ទងជាមួយនឹងផ្នែកឬក៏ស្ថាប័នដែលមានផលប៉ះពាល់អំឡុងពេល visa suspension នេះគឺទាក់ទងជាមួយនឹង Department of State ឬក៏ NVC ដែលអ្នកទាំងអស់នេះបានស្គាល់ហ្នឹងអញ្ចឹងរាល់បេក្ខភាពទាំងអស់នៅពេលដែលគាត់ចេញពីស្ថាប័នតាវ៉េមក NVC ហើយអាហ្នឹងគាត់រងចាំតែការណាត់សម្ភារទេនៅពេលដែល visa bulletin ដើរដល់ date របស់គាត់អញ្ចឹងសម្រាប់អ្នកដែលដល់ដំណាក់កាលទី3នេះជាពិសេសអ្នកដែលត្រូវចូលសម្ភារអញ្ចឹងអ្នកដែលគាត់ត្រូវចូលសម្ភារគាត់អាចនឹងណាត់សម្ភារបានធម្មតាគាត់អាចចូលសម្ភារបានធម្មតាប៉ុន្តែគឺគាត់នឹងមិនទទួលបាន visa ឬក៏ទិដ្ឋាការទេអំឡុងពេលដែលគេក្បាក់នេះហើយអ្នកដែលមិនទាន់បានណាត់សម្ភារទេពួកគាត់អាចត្រូវបានគេបញ្ជា present ឬក៏គេអាចនឹងណាត់គាត់សម្ភារធម្មតាប៉ុន្តែក៏មិនទទួលបាន visa ដែររហូតដល់ការអតិថិការនឹងបានបញ្ចប់ជាស្ថាពរអញ្ចឹងគឺគាត់នឹងបាន visa ធម្មតាឡើងវិញអញ្ចឹងចំណុចនេះខ្ញុំចង់បញ្ជាក់ថាការអតិថិការនេះមិនមែនមានន័យថាអ្នកដែលត្រូវទៅសម្ភារឬក៏អ្នកដែលគេនឹងសម្ភារនឹងពួកគាត់ប្រឈមហានិភ័យគេនឹងការថាបដិសេធគាត់មិនឲ្យទិដ្ឋាការគាត់ឬក៏ហាម5គាត់ជារឿងរហូតគឺមិនមែនជាលក្ខណៈបែបហ្នឹងទេចំពោះការប៉ានេះគាត់ថារដ្ឋាភិបាលគេចង់ធ្វើការវិតម្លៃឡើងវិញទៅលើបេក្ខភាពនីមួយៗមុននឹងចេញទិដ្ឋាការឲ្យយើងនេះជាអីដែលរដ្ឋាភិបាលគេកំពុងតែរៀបចំទៅលើចំណុចហ្នឹងចំពោះតកតងជាមួយស្ថាប័នដែលមិនមានផលប៉ះពាល់អាចដំណើរការបានធម្មតាអញ្ចឹងគឺយើងមាន2យើងមានទី1គឺក្រសួងការងារអាមេរិកអញ្ចឹងនៅក្រសួងការងារអាមេរិកនេះបេក្ខភាពគឺគាត់អាចដំណើរការបានធម្មតាទេគាត់មាននយោជិត sponsor នយោជិតរៀបចំឯកសារទៅក្រសួងការងារបានធម្មតាទេអត់ជាបញ្ហាទេពេលដែលយើងទទួលបានការអនុម័តពីក្រសួងការងារយើងអាចបន្តមកដំណាក់កាលទី2ជាស្ថាប័នតើបានធម្មតាទេមិនមានការផ្អាកឬក៏ការបិទដំណើរការនៅក្រសួងការងារឬក៏នៅស្ថាប័នតើទេព្រោះជាក់ស្ដែងយើងមានបេក្ខភាពរបស់យើងដែលគាត់ទៅឆ្លងកាត់ហើយក៏យើងមានបេក្ខភាពដែលកំពុងតែដំណើរការទៅស្ថាប័នបន្តដូចគ្នាយើងអត់មានមួយណាដែលរដ្ឋាភិបាលគេមិនទទួលឬក៏ប៉ាសិនគឺមិនមានទេនេះខ្ញុំចង់បញ្ជាក់ស្ដែងទៅលើចំណុចហ្នឹងកុំឲ្យមានការព្រួយបារម្ភហើយសម្រាប់អ្នកថ្មីអ្នកទាំងនេះអាចពិចារណាបានថាតើយើងគួរតែដាក់ទៅទម្រាំតែយើងឆ្លងផុតពីក្រសួងការងារឆ្លងផុតពីស្ថាប័នតវ៉េរហូតដល់ដំណាក់កាលដល់ NVC យើងអាចដឹងហើយពួកការបដិសេធនេះมันអាចយូរអង្វែងរាប់សិបឆ្នាំទេហើយទម្រាំតែនេះខ្ញុំនិយាយឲ្យក្លែងងាយយល់ទម្រាំតែទាំងអស់គ្នាចេញពីក្រសួងការងារចេញពីស្ថាប័នតវ៉េមកសឹងតែថាចប់អាណត្តិត្រាំហើយអានេះនិយាយពីគិតពីអាណត្តិប្រធានាធិបតីដូណាល់ត្រាំគឺសឹងតែចប់បាត់តែហើយទម្រាំតែអ្នកទាំងអស់គ្នាដល់ដំណាក់កាលនៅ NVC ហ្នឹងតើតងជាមួយនឹងចំណុចទី4គឺការត្រៀមខ្លួនwell prepared តើតងចំណុចនេះគឺសំខាន់មែនតើអំឡុងពេលរដ្ឋាភិបាលគេកំពុងតែវិតម្លៃក៏ជារឹតបន្តឹងទៅលើបេក្ខភាពនីមួយៗចំណុចនេះខ្ញុំសូមមិនជជែកច្រើនទេខ្ញុំសង្ឃឹមថាភ្នាក់ងារដែលអ្នកទាំងអស់គ្នាកំពុងតែដំណើរការគឺពួកគាត់មានការណែនាំឲ្យបានត្រឹមត្រូវតាមដំណាក់កាលនីមួយៗអញ្ចឹងអំឡុងពេលដែលមានការរឹតបន្តឹងឬក៏ការវិតម្លៃឡើងវិញក្នុងការចេញទិដ្ឋាការបេក្ខភាពទាំងអស់ត្រូវតែ ready ត្រូវតែ well prepare តាមដំណាក់កាលនីមួយៗមិនថាឯកសារឬក៏តាក់ទងជាមួយនឹងការថា finance របស់យើងទេតាក់ទងជាមួយនឹងរឿងឯកសារមួយគឺយើងត្រូវតែច្បាស់លាស់ពិតប្រាកដត្រឹមត្រូវហើយតាក់ទងជាមួយនឹងការថា finance របស់យើងគឺជារឿងមួយសំខាន់ដែរត្រូវធ្វើម៉េចបង្ហាញទំនុកចិត្តរដ្ឋាភិបាលអាមេរិក
ឲ្យប្រកាសថាអ្វីដែលយើងស្នើសុំអ្វីដែលយើងទៅដល់ទៅអាមេរិកអ្វីដែលយើងទៅអាមេរិកគឺនឹងមិនគេហៅថាធ្វើឲ្យមានភាពលំបាកដល់សហរដ្ឋអាមេរិកទេដល់រដ្ឋាភិបាលប្រទេសទេគឺយើងមានលក្ខណៈពេញលេញបានត្រៀមខ្លួនដូចជាស្រេចក្នុងការទៅអាមេរិកយើងត្រៀមខ្លួនជាស្រេចក្នុងការរកចំណូលដើម្បីចិញ្ចឹមគ្រួសារប្រពន្ធកូនចៅរបស់យើងហ្នឹងតើតើជាមួយអ្វីដែលអ្នកទាំងអស់គ្នាគួរត្រៀមគួរបង្ការតើតើជាមួយរឿងតើអាមេរិកដែលគេកំពុងតែរឹតបន្តឹងក៏ជាវិតម្លៃទៅលើបេក្ខភាពមួយអញ្ចឹងយើងត្រូវធ្វើម៉េចកិច្ចការងាររបស់យើងគឺច្បាស់លាស់ពិតប្រាកដហើយផ្ដល់ទំនុកចិត្តដល់រដ្ឋាភិបាលអញ្ចឹងអ្នកទាំងអស់គ្នានឹងទទួលបានវីសាទទួលបានទឹកថាការដោយរលូនមិនជាបញ្ហាទេនៅពេលដែលយើងរៀបចំខ្លួនដូចជាស្រេចក្នុងការទៅរស់នៅតែបើសិនជាយើងអត់បានត្រៀមខ្លួនច្បាស់លាស់ទេរដ្ឋាភិបាលជាពិសេសក្រុមកុងស៊ុលគាត់ការតាសម្ភារជាមួយយើងវិតម្លៃយើងទៅឃើញថាយើងមកនឹងគឺបំពុលទុកស្រុកទេគេអាចពិចារណាក្នុងការមិនផ្ដល់ទឹកថាការយើងហើយហ្នឹងគឺតួជំនឿអ្វីដែលគេកំពុងតែចាប់ផ្ដើមអនុវត្តទៅលើគោលនយោបាយរបស់រដ្ឋាភិបាលគេហើយខ្ញុំចង់បន្ថែមចំណុចពិសេសបន្តិចទាក់ទងជាមួយនឹងគាត់ស្នើសុំរឿង BBC អំឡុងពេលដែលគេកំពុងតែរឹតបន្តឹងទៅលើបេក្ខភាពមួយសម្រាប់អ្នកដែលគាត់ស្នើសុំ ABC ខ្ញុំបញ្ជាក់ថាយើងមានចំណុចពិសេសមួយគឺនៅពេលដែលយើងជាប់ទៅនៅគឺយើងមានការងារស្រាប់មានប្រាក់ខែស្រាប់ដែលជាផ្នែកមួយដែលយើងអាចពឹងលើខ្លួនឯងនៅពេលដែលយើងទៅដល់ភ្លាមយើងមានចំណូលសម្រាប់ចាយវាសម្រាប់គ្រប់គ្រងគ្រួសារបាននឹងគឺជាផ្នែកមួយសំខាន់ប៉ុន្តែក៏យើងគួរតែមានថវិកាបំរុងរបស់យើងមួយផ្នែកសម្រាប់ការជួលផ្ទះចាយវាឬក៏ទិញសម្ភារៈមួយចំនួនយើងត្រូវតែមានការត្រៀមបន្ថែមមិនមែនយើងពឹងផ្អែកទៅលើប្រាក់ខែអានស្គីលនិងសិក្សានោះទេអញ្ចឹងអ្នកទាំងអស់នេះត្រូវតែត្រៀមបន្ថែមចឹងខ្ញុំសង្ឃឹមថាភ្នាក់ងារដែលពួកបងប្អូនកំពុងតែធ្វើហ្នឹងគឺពួកគាត់មានការចាត់ចែងដូចជាការត្រៀមជូនយើងគ្រប់ដំណាក់កាលនីមួយៗហើយបើសិនជាអ្នកថ្មីដែលចាប់អារម្មណ៍រឿងស្នើសុំទៅរកវិជ្ជាពិសេសតាមកម្មវិធី BSV អ្នកទាំងអស់គ្នាអាចទៅជាមួយនឹងក្រុមការងារជំនាញយើងខ្ញុំបានយើងជជែកលម្អិតទៅជាមួយកិច្ចការងារហ្នឹងឲ្យបានច្បាស់លាស់សិនមុននឹងឈានដល់ការសម្រេចចិត្តក្នុងការរៀបចំកិច្ចការងារតាមកម្មវិធីហ្នឹងអញ្ចឹងខ្ញុំនឹងដាក់លេខនៅខាងលើបើសិននៅក្នុងការនេះមានចម្ងល់ឬក៏មានសំណួរបន្ថែមអាចតាក់ទងមកខាងខ្ញុំបានសូមអរគុណ